សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសាច់រឿង The Boy Update យើងជាបន្តទៀតតែជាដំបូងអ្នកដែលមិនទាន់បានជួយ Subscribe សូមជួយ Subscribe មក Channel ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំមានទឹកចិត្តដើម្បីធ្វើរឿងនេះបន្តទៀតឲ្យបងប្អូនទាំងអស់គ្នាទស្សនាអូខេយើងចាប់ផ្ដើមរឿងនេះដូចតទៅរឿងនេះបានកាត់មកដល់ពុករបស់ Han Ji-eun ពេលនោះគាត់មានការភ្ញាក់ផ្អើលខ្លាំងដោយសារតែគាត់ឮថាគេបានចាប់ពួកចាប់ចម្រិតបានណាដល់ពេលអញ្ចឹងគាត់មានការភ្ញាក់ផ្អើលមែនទេពេលនោះយើងកាត់រឿងនឹងបានឃើញសុកបានក្បួចវ៉ែនតាចេញពីលើឡាននិយាយថាចង្រៃយកចេញមកដល់ពេលនោះគេបានយកវ៉ែនតាយកមកអង្គុយលុតជង្គង់នៅខាងមុខរបស់ឪពុក Han Ji-eun ពេលនោះឪពុករបស់ Han Ji-eun គាត់កាន់តែដបងវាយកាន់គោលបដាគាត់អាចចង្រៃយកហេតុអីបាននិយាយធ្វើចឹងដាក់យើងខាងសុកក៏បាននិយាយទៅកាន់ឪពុករបស់ Han Ji-eun ថាឈ្មោះរបស់គេពិតប្រាកដគឺឈ្មោះជុងចុងជីនហើយគេដូរឈ្មោះមកនេះដើម្បីមកធ្វើជាអ្នកស៊ើបការនៅក្នុងក្រុមហ៊ុនរបស់យើងពេលនោះវ៉ែនតាក៏បាននិយាយទៅកាន់ឪពុក Ji-eun ថាលោកម្ចាស់លោកប្រធានសូមអត់ទោសឲ្យខ្ញុំផងមានមុខឲ្យគេអត់ទោសឲ្យទៀតចង់ចាប់កូនគេចាប់កូនគេហើយចង់សម្លាប់កូនគេតែមកឌឺគេទៀតតើអញ្ចឹងហើយចង់ឲ្យគេអត់ទោសឲ្យពេលនោះឪពុករបស់ Ji-eun គាត់ខឹងមែនតើគាត់និយាយថាអីអាចង្រៃយកហើយហ៊ានមានមុខមកនិយាយចឹងទៀតពេលនោះខាងកូនចៅគាត់ក៏បានមកជួយខាត់អីចឹងណានិយាយថាលោកកុំឆេវឆាវពេលនោះពុករបស់ Ji-eun ក៏និយាយថាអីមកអញឆេវឆាវចង់សម្លាប់កូនអញហីឆាប់លែងអញភ្លាមអញទៅចាប់ការវាចោលអញនឹងសម្លាប់អាចង្រៃយកនេះចោលលោកតកែកុំអាខឹងកុំអាឆេវឆាវវាមនុស្សច្រើនកំពុងមើលអញ្ចឹងមិនឲ្យខ្ញុំយកវាទៅឃុំខាំងសិនទៅលោកតកែយកវាទៅឃុំទុកសិនណាចឹងយកវាទៅសិនហើយនិយាយថាចុះឯណា Han Ji-eun ណា Ji-eun នៅទីណាក្រែកហ្នឹងក៏និយាយថាអ្នកនាងតូចចេញមកនៅពេលនោះខាង Ji-eun គាត់ចេញមកអញ្ចឹងគាត់និយាយថាជាកំហុសរបស់ខ្ញុំប៉ាពុករបស់ Ji-eun គាត់មុខឡើងមើអញ្ចឹងណាគាត់សម្លឹងទៅលើ Ji-eun ហើយលើកដៃឡើងហើយ Ji-eun គាត់ភ័យក៏ស្មានតែពុកគាត់រវាយគាត់អញ្ចឹងណាប៉ុន្តែអត់ទេពុកគាត់ទៅអោបគាត់ហើយនិយាយថាតើកូនមានឈឺកន្លែងណាអត់ហើយកូនទៅដល់ទីណាខ្លះពុកពិតជាបារម្ភពិតជាខ្លាចបាត់បង់កូនណាអញ្ចឹងណានេះជាកំហុសរបស់ពុកដែលពុកធ្វើអញ្ចឹងពុកណាមគួរណារៀបរៀងកូនមិនធ្វើឲ្យកូនចាក់សោកូននៅតែក្នុងផ្ទះមិនឲ្យកូនចេញក្រៅបានជាកូនព្យាយាមរត់ចេញអីចឹងណាហើយពុកមិនបានប្រាប់កូនពីហេតុផលអីចឹងណាពេលនោះJi-eunនិយាយថាប៉ាខ្ញុំសុំទោសខ្ញុំមិនស្ដាប់បង្គាប់ដល់ពេលនោះរូបភាពក៏បានកាត់មកបរមម្នាក់កំពុងតែធ្វើការឆ្លោះមើលអំពីស្ថានភាពកើតឡើងនៅទីនោះអញ្ចឹងណាគេបង្ហាញកូដណែមមកគាត់ឈ្មោះថា Black Mamba ពេលនោះគាត់លើកទូរស័ព្ទក៏និយាយថា Hello សួស្ដីខ្ញុំជាជនបង្កប់ឥឡូវគម្រោងការរបស់យើងត្រូវបានបរាជ័យហើយគេក៏ត្រូវបានចាប់បាក់ខ្លួនបានដែរនៅក្នុងសាច់រឿងនោះកាត់មកមើលទៅជើងខ្ញុំគិតថាជារីកំពុងតែនិយាយទូរស័ព្ទឆ្លើយតបជាមួយនឹង Black Mamba ហ្នឹងគាត់និយាយថាជនបង្កប់ដែលចូលរួមជាមួយនឹងភ្នាក់ងារសម្ងាត់របស់យើងឥឡូវត្រូវបានគេចាប់ហើយគេពិតជាអត់ប្រយោជន៍មែនទែនពេលនោះយើងក៏បានមើលឃើញកូដណែមរបស់នារីម្នាក់នោះពេញគាត់មានឈ្មោះថាអាណាឈ្មោះពេញគឺអាណាខុនដាគឺអាណាខុនដានោះបងប្អូនដឹងហ្នឹងគឺពស់អញ្ចឹងគាត់ក៏បាននិយាយថាទៅកាន់គេវិញថាយើងខំរៀបចំគម្រោងការយ៉ាងយូរយ៉ាងលំបាកហើយយ៉ាងយូរឥឡូវបែរជាគម្រោងការយើងត្រូវបានបរាជ័យដូច្នេះអញ្ចឹងពិតជាចង្រៃមែនទែនយើងនឹងរាយការណ៍រឿងនេះទៅកាន់ថ្នាក់លើសូមប្រុងប្រយ័ត្នកុំឲ្យមានអ្នកដតីទៀតគេដៃចូលឲ្យសោះពេលនោះគាត់និយាយថាអ្នកដតីហ្នឹងគឺអ្នកណាពេលនោះយើងបានដឹងថានៅក្នុងភ្នាក់ងារសម្ងាត់ហ្នឹងគឺមានឈ្មោះមួយគឺឈ្មោះថា Snake មានក្រុមដតីទៀតដែលនឹងលូកដៃចូលហើយក្រុមដតីហ្នឹងគឺសំដៅទៅលើភ្នាក់ងារនឹងដូចគ្នាប៉ុន្តែស្ថិតនៅក្នុងក្រុមដតីទៀតអញ្ចឹងណានិយាយរួមឯងត្រូវតែច្បាស់ថាมันអាចឲ្យមានលេចធ្លាយការសម្ងាត់ណាមួយចេញពីមាត់របស់គេទេចង់និយាយថាមាត់របស់អ្នកដែលគេចាប់ហ្នឹងគឺអវ៉ែនតាហ្នឹងដែលជាសមាជិកក្រុមហ្នឹងដែរហើយគេចង់បិទមាត់អីចឹងណាគេនិយាយអញ្ចឹងពេលនោះ Black Mamba ហ្នឹងគាត់និយាយថាអូខេខ្ញុំទទួលបានហើយខ្ញុំនឹងច្បាស់ខ្ញុំនឹងបំពេញកិច្ចការនេះឲ្យបានល្អបំផុតថាគេនឹងមិនអាចគេនឹងមិនអាចនិយាយអីបានទាំងអស់ពេលនោះកាត់មកដល់ក្នុងបន្ទប់មួយគឺមានសម្លេងមនុស្សនិយាយថាសូមមេត្តាចុះសូមឈប់ធ្វើបាបខ្ញុំឈប់វាយខ្ញុំទៀតទៅពេលនោះយើងបានឃើញសម្លេងម្ចាស់សម្លេងហ្នឹងគឺអវ៉ែនតានឹងឯងចង្រៃយកឆាប់ងើបឡើងពេលនោះអវ៉ែនតាក៏និយាយថាខ្ញុំពិតជាដឹងរឿងអីទេបងអើយខ្ញុំពិតជាដឹងរឿងអីទេច្បាយខ្ញុំបានពិនិត្យមើលទូរស័ព្ទរបស់គេហើយខ្ញុំបានឆែកឃើញទាំងអស់នៅសមាជិកដែលពួកវាបានធ្វើការចាប់ចម្រិតទាំងអស់ទៅលើអ្នកនាងតូចហ្នឹងខ្ញុំបានឆែកឃើញអស់ហើយពេលនោះឪពុករបស់Ji-eunខឹងមែនទែនគាត់ក៏និយាយទៅកាន់អវ៉ែនតាថាសួរហេតុអីបានឯងព្យាយាមចាប់កូនរបស់យើងHan Ji-eunពេលនោះអវ៉ែនតាក៏និយាយថាលោកម្ចាស់ខ្ញុំពិត
ជាអត់ដឹងរឿងអីទេអ្វីដែលខ្ញុំធ្វើគឺដើម្បីទៅលុយតែប៉ុណ្ណោះបន្ទាប់មកពុករបស់ជាអូនក៏និយាយថាប្រាប់យើងមកតើណាបជាឯងធ្វើរឿងនេះពេលនោះអាវ៉ាន់តានិយាយថាខ្ញុំអត់ដឹងទេជាវាយខ្ញុំពិតអត់ដឹងរឿងអីសោះហ្មងខ្ញុំធ្វើនេះគឺដើម្បីទៅលុយទេខ្ញុំមិនដែលឃើញមុខពួកគេទេគឺនិយាយទៅគឺគេជាអ្នក call មកខ្ញុំលក្ខណៈ private number និយាយទៅគឺ call មកបានតែ call ទៅវិញរលេខ call អត់បានទេជាប្រភេទ private number ណាដល់ពេលអញ្ចឹងគាត់អត់ប៉ັດជាដឹងរឿងអីមែនពេលនោះខាងកូនចៅគាត់និយាយថាចវាយពុករបស់ជាអូនក៏ចាប់ដើមខ្សឹបប្រាប់ទៅកាន់ម្នាក់នោះក៏និយាយថាអូខេ sir ពេលនោះសតតែមានដៃមួយក៏បានមកដល់មុខរបស់វាលីតផាច់អង្គរៈទាំងអស់បានពួតគ្នាវាយវ៉ែនតានោះយ៉ាងតំណំមែនទែនជន់យកបងប្អូនមើលជន់យកសាហាវបងឯងត្រូវដឹងណាពាក្យសម្ដីដែលឯងនិយាយគ្រប់ម៉ាត់និងពាក្យសម្ដីរបស់ឯងនឹងកំណត់អាយុជីវិតរបស់ឯងបើឯងកុហកយើងឯងប្រកាសជាស្លាប់យើងឥឡូវយើងសួរឯងមួយតើអ្នកណាបញ្ជាឯងឲ្យធ្វើរឿងនេះពេលនោះអាវ៉ាន់តានិយាយទៅខ្ញុំពិតជាអត់ដឹងរឿងមែនខ្ញុំធ្វើនេះគឺដើម្បីតែជីវិតរបស់ខ្ញុំទេខ្ញុំធ្វើដើម្បីលុយដើម្បីជីវិតអីចឹងណាពេលនោះឪពុករបស់ជាអូនក៏និយាយទៅថាឥឡូវយើងបើសិនជាឯងបានប្រាប់ពួកយើងអំពីពួកនោះធានាក្នុងការការពារជីវិតឯងហើយនឹងផ្ដល់លុយឲ្យឯងយ៉ាងច្រើនដើម្បីឲ្យរស់នៅបានតែយល់យ៉ាងម៉េចដែរពេលនោះអាវ៉ែនតាក៏ដូចជាចាប់អារម្មណ៍ដែរអញ្ចឹងណាក៏វាក៏និយាយថាអញ្ចឹងគាត់តែនិយាយឈ្មោះពុកហ្នឹងប្រាប់ទៅគេយើងនៅទទួលបានការការពារហើយយើងក៏អាចជួយក្រុមគ្រួសាររបស់យើងបានដែរពេលនោះពុករបស់ជាអូនក៏ចាប់ដើមសម្លឹងទៅកាន់វាហើយតែនិយាយទាំងមុខខៅថាតើឈ្មោះពួកវាឈ្មោះអីពេលនោះអាវ៉ែនតារៀបហាមគាត់និយាយថាឈ្មោះពួកវាគឺពេលនោះអាវ៉ែនតាបាននឹកចាំពេលដែលគាត់បានជួបមួយ Black Memberពេលនោះ Black Member បានគំរាមគាត់ថាបើសិនជាគាត់ហ៊ានក្បត់ជាមួយនឹងអង្គភាពរបស់គេរួមទាំងការប្រាប់អំពីសកម្មភាពរបស់ពួកយើងទៅអ្នកដទៃឲ្យគេដឹងឯងនឹងទទួលទណ្ឌកម្មគឺសេះ5អំបីសាកសពមិនត្រឹមតែប៉ុណ្្នឹងទេមិនគ្រួសារសាច់ញាតិនិងមិត្តភ័ក្តិដែលអ្នកស្គាល់ជាមួយឯងទាំងអស់ពួកគេនឹងបាត់ខ្លួនជាមួយគ្នាឯងត្រូវចាំណាមុននឹងឯងធ្វើអីមួយត្រូវគិតដល់ពួកគេផងយើងគឺភាពនោះបានកាត់មកដល់នារីម្នាក់ឈ្មោះអាណាឬក៏អាណាខុនដាហ្នឹងកំពុងតែនិយាយទូរស័ព្ទទៅកាន់អាណាម្នាក់ដែលនិយាយថាលោកមិនបាច់បារម្ភទេមិនអីទេរឿងនេះយើងបានដោះស្រាយហើយ Black Member គេនឹងធ្វើកិច្ចការនេះនឹងតំណាក់តំណងជាមួយនឹង Snake ដតីទៀតគឺចង់និយាយថាសមាជិកដតីទៀតអញ្ចឹងណានឹងប្រាប់ពួកវាអំពីរឿងនេះពេលនោះយើងឮសំឡេងយើងឃើញមុខបរិមម្នាក់កំពុងតែញញឹមនិយាយថាហូប៉ិតមែនហ៎តើនាងអាចទុកចិត្តគេបានអត់បើសិនជាមិនត្រូវតែច្បាស់ណាយើងកាត់មកពុករបស់ជាអូនកំពុងតែនិយាយជាមួយអាវ៉ែនតាហើយនិយាយថាឈ្មោះអីតើគេមានឈ្មោះអីប្រាប់យើងភ្លាមប៉ុន្តែពេលនោះវ៉ែនតាក៏ចាប់ផ្ដើមនិយាយតទៀតទាំងនិយាយថាខ្ញុំពិតជាអត់ដឹងមែនសូមជឿជាក់លើខ្ញុំចាស់ពេលនោះពុករបស់ជាអូនគឺខឹងមែនដែរពេលនោះក៏និយាយទៅកាន់ក្រុមអង្គរៈទាំងអស់ថាកុំឲ្យទឹកកុំឲ្យអាហារទៅគេតលគេប្រាប់យើងអំពីប្រាប់យើងជីករឿងការពិតពេលនោះរឿងបានកាត់មកដល់អាណាគឺជានារីម្នាក់មុនហ្នឹងគឺនៅក្នុងបាក់ពុះហ្នឹងហើយពេលនោះមានម្នាក់បរិមម្នាក់ក៏និយាយថាអ្នកនាងអាណាខ្ញុំមានរូបភាពរបស់មនុស្សម្នាក់នោះហើយម្នាក់នោះក៏និយាយថានេះនៅទីនេះពេលទទួលបានហើយនាងក៏បានមើលថាខ្ញុំដូចជាស្គាល់មុខម្នាក់នេះរូបភាពបានកាត់មកបរិមម្នាក់គឺឆយបងគាត់មកដើម្បីធ្វើការប៉ុន្តែស្រាប់តែពេលនោះគាត់ក៏ទាញប្រៃយកមកជួដោយនិយាយថាតើខ្ញុំមកទីនេះត្រូវធ្វើអីខ្ញុំអត់ច្បាស់នេះគេឲ្យខ្ញុំចាំមនុស្សដើម្បីធ្វើការជាមួយស្រាប់តែពេលនោះ Black Member ចេញមុខមកឆយបងក៏និយាយថាខ្ញុំអត់បានយកដេកេសមកតែខ្ញុំអាចខ្ចីដេកេសសិនបានអត់ពេលនោះ Black Member ប្រើលបឿនឡើងលឿនដើម្បីកញ្ឆក់បរិយគេចេញពីឆយបងទម្លាក់នៅដីបន្ទាប់មកក៏និយាយទៅកាន់ឆយបងថាឆាប់ឈរចេញឆ្ងាយទៅគុំរវល់ជាមួយការងាររបស់យើងពេលនោះឆយបងក៏និយាយថាចំឆ្កែមកពីណាមកព្រោះញ៉ៃពេញហ្នឹងឆយបងក៏និយាយថាយើងមានការងារនៅទីនេះចុះឯងវិញគ្រាន់តែឈរមកខាងទុកការងារនេះឲ្យខ្ញុំទៅបានហើយតែឯងហ៊ានលុកដៃប្រកាសជាត្រូវស្លាប់សួស្តីបងប្អូនអរគ្នារឿងរបស់យើងបានចប់ហើយសូមទោសបងប្អូនទាំងអស់គ្នាមួយរយៈនេះដោយសារតែខ្ញុំមានរវល់ផងហើយការងាររវល់នឹងធ្វើការអញ្ចឹងណាអត់សូវមានពេលបានអង្គុយធ្វើវីដេអូឲ្យបងប្អូនទស្សនាទេអញ្ចឹងអធិស្ឋានផងដូចបងប្អូនដឹងអញ្ចឹងសម្រាប់ឥឡូវបើអត់ធ្វើការគឺដាច់បាយហើយពឹងលើ YouTube ព្រោះ YouTube ខ្ញុំតែចាប់ផ្ដើមធ្វើគ្មានមុនថៃមានអីគេទេបងអើយ
គឺធ្វើឲ្យថាទៅចំណូលចិត្តឲ្យម្យ៉ាងទៀតខ្ញុំធ្វើនេះដោយសារតែរឿងរបស់ខ្ញុំចូលចិត្តដែរទេហើយខ្ញុំអាននឹងចង់ចែកចាយចែកម្លែកពីរឿងដែលខ្ញុំមើលហ្នឹងឲ្យបងប្អូនដឹងថារឿងហ្នឹងល្អមើលមែនតើពិតជាល្អមើលអញ្ចឹងណាដូច្នេះខ្ញុំចង់សុំមួយទៀតខ្ញុំចង់សុំចិត្តបងប្អូនអរគ្នាតាក់ទងជាមួយនឹងchannel របស់មិត្តភ័ក្ដិខ្ញុំគាត់ទៅបង្កើតដែរហើយរឿងរបស់គាត់ក៏ល្អមើលគួរសមដែរខ្ញុំមើលហើយខ្ញុំចូលចិត្តអញ្ចឹងខ្ញុំចង់ចែកម្លែកបងប្អូនណាចូលទៅមើលហើយពេញចិត្តអាចធ្វើការជួយ subscribe ឲ្យគាត់ម្នាក់មួយទៅនៅពេលដែលគាត់ចេញរឿងថ្មីបងប្អូនអាចបានមើលតវគ្គអញ្ចឹងណាហើយមួយទៀតអរគុណសម្រាប់បងប្អូនដែលបានជួយឧបត្ថម្ភដល់ខ្ញុំដែរព្រោះមួយរយៈនេះការងារនេះដែរចង់ដាច់បាយម្ដងអញ្ចឹងណាអញ្ចឹងបានបងប្អូនខ្លះជួយកាហ្វេមួយកែវតែមួយពែងអីចឹងក៏ខ្ញុំអរគុណដែរអញ្ចឹងអរគុណច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយបាយជំរាបលា